กลับหายก็กลับมวยเตียนแล้วก็สุดเวงรอแมนตารูปភាពនេះហើយដែលកីឡាករសៀងចន្ទធាបានធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជាមានភាពសប្បាយរីករាយខ្លាំងមែនទែនការប្រកួតនេះគឺជាការប្រកួតវគ្គជម្រុះ Qualify នៅក្នុងពានរង្វាន់ AFC ដែលកម្ពុជារបស់យើងបានយកឈ្នះទៅនឹងជម្រើសជាតិ U19 របស់ថៃនៅក្នុងលទ្ធផល2-1ហើយនៅក្នុងឆ្នាំ2019ដដែលការប្រកួត AFF រវាង U19 កម្ពុជានិងថៃកម្ពុជាក៏បង្កការភ្ញាក់ផ្អើលម្ដងទៀតដែរដែលពេលនោះកម្ពុជារបស់យើងបានយកឈ្នះទៅនឹង U19 របស់ប្រទេសថៃនៅក្នុងលទ្ធផល4-3លទ្ធផលនៅក្នុងឆ្នាំ2019ពិតជាធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសកម្ពុជាមានភាពសប្បាយរីករាយខ្លាំងមែនទែនបើយើងរំលឹកទៅកាន់អតីតកាលប្រហែលឆ្នាំមុននៅពេលដែលជម្រើសជាតិ U19 របស់កម្ពុជារបស់យើងបានប៉ះជាមួយនឹង U19 របស់ប្រទេសថៃការប្រកួតកន្លងមកប្រហែល4ទៅ5ប្រកួតគឺភាគច្រើនកម្ពុជារបស់យើងបានចាញ់ប្រទេសថៃដែលកាលពីឆ្នាំ2011ការប្រកួតនៅក្នុងពានរង្វាន់ AFF ថៃបានយកឈ្នះកម្ពុជានៅក្នុងលទ្ធផល5-0ហើយបន្ទាប់មកឆ្នាំ2015ថៃក៏យកឈ្នះកម្ពុជានៅក្នុងលទ្ធផល6-0ដែរលទ្ធផលនៅក្នុងឆ្នាំ2016 2017គឺពិតជាល្អប្រសើរខ្លាំងមែនទែនដែលក្រុមជម្រើសជាតិកម្ពុជារបស់យើងបើទោះបីជាចាញ់ជម្រើសជាតិរបស់ថៃក៏ពិតមែនប៉ុន្តែគឺឈ្នះតែមួយគ្រាប់ទេរហូតមកដល់ឆ្នាំ2019ជម្រើសជាតិកម្ពុជាវ័យ19ឆ្នាំគឺបានធ្វើឲ្យអ្នកគាំទ្រនៅក្នុងវិស័យបាល់ទាត់រំភើបខ្លាំងមែនទែនដែលពេលនោះ U19 របស់កម្ពុជាបានយកឈ្នះ U19 ថៃនៅក្នុងលទ្ធផល4-3នៅក្នុងពានរង្វាន់ AFF ហើយនៅក្នុងឆ្នាំ2019ដដែល U19 កម្ពុជារបស់យើងក៏បានជួបជាមួយនឹង U19 ថៃម្ដងទៀតនៅក្នុងពានរង្វាន់ AFC នៅក្នុងវគ្គចែកពូលដែលពេលនោះក្រុមជម្រើសជាតិរបស់កម្ពុជាបានយកឈ្នះ U19 របស់ថៃនៅក្នុងលទ្ធផល2-1ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបនិងសប្បាយចិត្តនោះគឺគ្រាប់បាល់សុទ្ធរបស់កីឡាករសៀងចន្ទធាពេលនោះសៀងចន្ទធាបានជួយឲ្យក្រុមជម្រើសជាតិកម្ពុជានាំមុខក្រុមជម្រើសជាតិថៃនៅក្នុងលទ្ធផល2-0បណ្ដាអាសន្នបន្ទាប់មកនៅចុងម៉ោងនាទីទី70ជាងក្រុមជម្រើសជាតិថៃក៏បានវាយបកមកកម្ពុជាវិញចំនួន1គ្រាប់នៅពេលដែលបញ្ចប់ការប្រកួត U19 កម្ពុជាបានយកឈ្នះ U19 ថៃនៅក្នុងលទ្ធផល2-1នៅថ្ងៃទី11នៅវេលាម៉ោង4ល្ងាចជម្រើសជាតិ U19 របស់កម្ពុជាយើងគឺត្រូវប៉ះជាមួយនឹង U19 របស់ថៃម្ដងទៀតហើយដែលការប្រកួតនេះគឺធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីសម្រាប់ខ្ញុំដែលជាអ្នកគាំទ្រកីឡាបាល់ទាត់មួយរូបដែរខ្ញុំពិតជាចង់ឃើញកម្ពុជារបស់យើងបំបែកនៅកំណត់ត្រាថ្មីនិងទទួលបានការចាប់អារម្មណ៍ពីប្រទេសផ្សេងដែលយើងធ្លាប់ប្រកួតចាញ់គេកន្លងមកឧទាហរណ៍ថ្មីនេះដូចជាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាប៉ះជាមួយនឹងជម្រើសជាតិហុងកុងអញ្ចឹងយើងគឺជាកូនខ្មែរមួយរូបមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដែលកីឡាករកម្ពុជារបស់យើងគឺពិតជាធ្វើបានល្អមែនទែនដែលនៅក្នុងប្រវត្តិសាស្ត្រ69ឆ្នាំរបស់កម្ពុជាប៉ះជាមួយហុងកុងកម្ពុជារបស់យើងមិនដែលឈ្នះហុងកុងទេទើបតែលើកទី1នៅក្នុងឆ្នាំ2026នេះធ្វើឲ្យអ្នកគាំទ្រពិតជារំភើបនិងសប្បាយចិត្តខ្លាំងមែនទែនដែលការសុទ្ធបញ្ចូលទីនិងការលេងគឺមានលក្ខណៈបច្ចេកទេសល្អខ្លាំងយើងមើលឃើញថាកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺកំពុងតែរីកចម្រើនទៅមុខហើយអញ្ចឹងក្នុងនាមខ្ញុំជាអ្នកគាំទ្រមួយរូបមានតែជូនពរនិងលើកទឹកចិត្តដល់ជម្រើសជាតិកម្ពុជានឹងទទួលជ័យជំនះថ្មីជូនមកកាន់មាតុភូមិឬក៏ជូនមកកាន់អ្នកគាំទ្រ